Chấm puốc bí Rương ân tịch chiêng năng nẹ niêng cai lầm ỏ Chấm nốt bà giang đai nè rì cộp rú bà rùm mấy nì dì rô ô rô tòm bì bà rô Cứ bà rô mặt đai sạp niêng nì dì ở chóp nụ tê Kì sạp tay trăng pnai đai chì bà nhà há Rút có prap bì vị thị đo srai bà nhà há phliềm Hai có mọc nì ổng côi ngọt thả Hai rô với ban nè rì mình chô chật vị thị đo srai bà nhà há rô bò kì Tôi chỉ niêng không để gì prap bồn màn đong có đói thả niêng mình chẳng đăng pi vị thị đo srai bà nhà nụ tê cứ con tay chẳng ở kê bằng hai pi ca yol chật tay bẩn nọ tay bò rọ nơi tay mình yol hai kết than neri chẳng đăng pi vị thị đo srai bà nhà nụ cướp cướp riêng tiếng ọ chấm nốt mà giang đại bò rọ cướp rúp tay nê dê rô pi neri cứ neri yol chật mò rô nhai nâng chi vật rô bò kì Bé nê rì sra lanh bò rò niêng cật thá ní chia tu nê ti rô bò niêng để tới thua oi bò rò khai chi manu lọ chừng môn Đói phía diêm cai lùm o ở với đai kê cầm bông thờ Niêng băng cát cân nạ cam ca một cổng hai thá cân nạ cam ca áp hiệp vọt nâng cai lùm o ở với cột giáng oi pra sa làng Hai đầm răng tới rốt bò rò môn kê bằng o tu chia kê pro mà rư mình prom cỏ đói Niêng rong chăm ở ca đầm bày ai chui rư prap ở kê đăng thá Kể ai thua khuôn oi lọ pra sa lang bán đòi vị thị nà Để rí trong mơ thai toan bò rọ tuần tâm khnia nú bò rọ có tới chi miên ở rõm thá Khuôn trơ nê rí tam rung khàn Kể chăng oi niêng yul prom tam ở với đại kê miên srap hai nô chieng Pra sân bà chăng đăng thá hai với ban chiều bò rọ chăng thua chieng Ai nê rí chăng khai chi nẹ cai lùm ó Dương trơi trò lọt từ mơ rương rao pi à tây tà ca khăn sập may Đái bò rò rù nơi lơ than pre ổng kia Nê rí rù nơi lơ than pre sóc Môn bê đai nẹ tầng pi plati Mọc nơi lơ phan đầy rung khnia Rút có plek thang kê tầng pi Mọc pi phúc pi psên khnia Nú nâng thua oi nẹ yul pi ở rõm chửi rô bò rò nâng nê rí căn tai tràn Chi vất nê lơ than pre ổng kia Nè lơ than pre ổng kiaมนุษย์ភាគច្រើនផ្ដល់ភាពសំខាន់ចំពោះអំណាចការប្រកួតប្រជែងប្រសិទ្ធភាពនិងភាពជោគជ័យពួកគេធ្វើអ្វីៗដើម្បីពិសោធន៍ខ្លួនឯងនិងរកវិធីដើម្បីបង្កើនអំណាចនិងជំនាញថ្មីៗគ្រប់ពេលវេលាភាពជោគជ័យគឺអ្វីដែលពួកគេមានសេចក្តីសុខពួកគេនឹងមានអារម្មណ៍ថាខ្លួនជាបុគ្គលមានតម្លៃពេលគេធ្វើអ្វីមួយបានសម្រេចបរោះឲ្យតម្លៃខ្លួនឯងតាមរយៈសមត្ថភាពក្នុងការសម្រេចជោគជ័យអ្វីគ្រប់យ៉ាងនៅលើឋានព្រះអង្គាឆ្លុះបញ្ចាំងឲ្យឃើញពីចំណុចទាំងនេះសូម្បីតែសម្លៀកបំពាក់ក៏រចនាម៉ូដចេញមកដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពនិងឋានៈដូចគ្នាមានដូចជាប៉ូលីសទាហានអ្នកជំនួញអ្នកវិទ្យាសាស្ត្រអ្នកបើកឡានតាក់ស៊ីជាងបច្ចេកទេសនិងចុងភៅជាដើមមនុស្សទាំងនេះសុទ្ធតែពាក់ឯកសណ្ឋានឬយ៉ាងហោចណាស់ក៏ពាក់មួកដើម្បីឲ្យឃើញពីកិត្តិយសនិងអំណាចផងដែរបរិមិនចូលចិត្តអានទស្សនាវដ្តី Psychology Today ឬ People នោះទេតែគេចាប់អារម្មណ៍រឿងផ្សងផ្សិតប្រេងដូចជាការស្ទូចត្រីការប្រណាំងឡានច្រើនជាងគេចូលចិត្តស្ដាប់ព័ត៌មានព្យាករណ៍អាកាសព័ត៌មានកីឡាតែមិនសូវចាប់អារម្មណ៍នឹងប្រឡំលោកស្នេហាឬសិភើបែបអភិវឌ្ឍខ្លួនប៉ុន្មានទេទោះបីជាមករស់នៅលើផែនដីហើយក៏ដោយពួកគេក៏នៅតែចាប់អារម្មណ៍លើវត្ថុនិងរបស់ដែលអាចប៉ះពាល់បានច្រើនជាងស្ថានភាពឬផ្លូវចិត្តរបស់អ្នកដទៃចំណែកនារីចាប់អារម្មណ៍លើរឿងអ្វីដែលអណ្ដែតអណ្ដូងនិងរឿងគួរឲ្យពីរោះស្ដាប់បរិះចូលចិត្តរថយន្តដែលមានកម្លាំងម៉ាស៊ីនខ្លាំងចាប់អារម្មណ៍នឹងកុំព្យូទ័រដែលដើរលឿនឧបករណ៍ប្លែកៗនិងបច្ចេកវិទ្យាថ្មីៗបរិះងប់ងល់ជាមួយវត្ថុដែលបង្ហាញឲ្យឃើញពីអំណាចការសម្រេចជោគជ័យនិងការងារដែលសម្រេចបានតាមគោលដៅដែលកំណត់ទុកការធ្វើការឲ្យសម្រេចតាមគោលដៅគឺជារឿងសំខាន់បំផុតចំពោះអ្នករស់នៅលើឋានព្រះអង្គាព្រោះនេះជាវិធីតែម្យ៉ាងដែលគេអាចពិសោធន៍ថារូបគេមានសមត្ថភាពហើយអ្វីដែលធ្វើឲ្យគេមានសេចក្តីសុខខ្លាំងបំផុតនោះគឺការធ្វើអ្វីដោយខ្លួនឯងផ្ទាល់មនុស្សលើឋានព្រះអង្គាមានសេចក្តីសុខពេលធ្វើការងារបានសម្រេចពួកគេចូលចិត្តអំណាចផ្ដាច់ការព្រោះបង្ហាញឲ្យឃើញពីប្រសិទ្ធភាពអំណាចនិងសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយអ្នកដទៃ ប្រសិនបើនារីយល់ពីចរិតរបស់មនុស្សឋានព្រះអង្គាហើយ
នាងនឹងដឹងថាអ្វីដែលនាងណែនាំដល់គេក្នុងពេលដែលគេមិនបានសុំឲ្យជួយនោះគឺប្រៀបដូចជាការប្រាប់ថាគេគ្មានសមត្ថភាពហើយនេះចាត់ទុកជាការមើលងាយបរិសុទ្ធខ្លាំងបំផុតបរិសុទ្ធភាគច្រើនឆាប់ប៉ះទង្គិចអារម្មណ៍ចំពោះរឿងបែបនេះខ្លាំងណាស់ការផ្ដល់ការណែនាំដល់បរិសុទ្ធពេលគេមិនសុំឲ្យជួយគឺស្មើនឹងគិតថាគេគ្មានសមត្ថភាពដូច្នោះដោយសារតែបុរសជឿចិត្តដោះស្រាយបញ្ហាដោយខ្លួនឯងមនុស្សឋានព្រះអង្គាស្ទើរតែមិននិយាយពីបញ្ហារបស់ខ្លួនទេលើកលែងតែពេលគេគិតថាមិនអាចដោះស្រាយបានទើបទៅរកអ្នកដទៃមូលហេតុគឺប្រសិនបើអាចដោះស្រាយបានដោយខ្លួនឯងតែចាំបាច់ទៅរំខានអ្នកដទៃធ្វើអីគេលាក់បញ្ហារបស់ខ្លួនទុករហូតតល់តែមិនអាចរកផ្លូវចេញបានការសុំជំនួយពីរឿងដែលអាចដោះស្រាយដោយខ្លួនឯងបានចាត់ទុកថាជាការបង្ហាញឲ្យឃើញពីភាពទន់ខ្សោយមួយបែបទោះបីយ៉ាងណាក៏ដោយប្រសិនបើពួកគេត្រូវការរកជំនួយពិតមែនពួកគេក៏មានវិធីរកផ្លូវចេញបានដូចគ្នាដែរគេនឹងនិយាយពីបញ្ហារបស់ខ្លួនប្រាប់ដល់មនុស្សណាដែលគេជឿទុកចិត្តនៅលើឋានព្រះអង្គាការនិយាយប្រាប់បញ្ហាឲ្យអ្នកដទៃស្ដាប់ចាត់ទុកថាជាការសុំពាក្យណែនាំរឿងនេះធ្វើឲ្យមនុស្សឋានព្រះអង្គាមានមោទនភាពខ្លាំងណាស់ដែលបានទទួលកិត្តិយសបែបនេះគេនឹងដើរតួជាជាងមួយរំពេចដោយគ្រាន់តែស្ដាប់ត្រង់ចំណុចដែលជាបញ្ហាតែបន្តិចរួចក៏បង្ហាញពីវិធីដោះស្រាយភ្លាមមកធម្មជាតិប្រការនេះរបស់មនុស្សឋានព្រះអង្គាជាមូលហេតុមួយដែលធ្វើឲ្យបរិសុទ្ធតែងតែបង្ហាញពីវិធីដោះស្រាយភ្លាមនៅពេលឮនារីនិយាយពីបញ្ហាតែពេលនារីមានអារម្មណ៍មិនពេញចិត្តហើយចង់និយាយពីបញ្ហាដែលនាងជួបប្រទះក្នុងថ្ងៃនោះបរិសុទ្ធភាគច្រើនតែងយល់ច្រឡំគិតថានាងកំពុងតែសុំការណែនាំហើយគេក៏ចាប់ផ្ដើមដើរតួជាជាងរួចប្រាប់ពីវិធីដោះស្រាយបញ្ហាភ្លាមព្រោះនេះជាវិធីតែមួយដែលគេអាចជួយនាងបរិសុទ្ធចង់ជួយឲ្យនារីមានអារម្មណ៍ល្អឡើងវិញតាមរយៈការដោះស្រាយបញ្ហារបស់នាងគេចង់ធ្វើខ្លួនឲ្យមានប្រយោជន៍សម្រាប់នាងគេកើតមានអារម្មណ៍ថាខ្លួនមានតម្លៃពេលប្រើសមត្ថភាពរបស់ខ្លួនជួយដល់នាងបានតែបន្ទាប់ពីនិយាយប្រាប់ពីវិធីដោះស្រាយបញ្ហាដល់នាងរួចហើយនារីនៅតែមិនពេញចិត្តធ្វើឲ្យគេមិនសប្បាយចិត្តដូចគ្នាព្រោះការដែលនាងមិនព្រមទទួលវិធីដោះស្រាយបញ្ហារបស់គេធ្វើឲ្យគេមានអារម្មណ៍ថាគេគ្មានសមត្ថភាពគេមិនដែលដឹងទេថាប្រសិនបើគេចង់ជួយនាងពិតមែនសូមត្រឹមតែអង្គុយស្ដាប់នាងដោយការយកចិត្តទុកដាក់ក៏វាគ្រប់គ្រាន់ណាស់ទៅហើយគេមិនដឹងថាការដែលមនុស្សឋានប្រសពនិយាយពីបញ្ហារបស់ខ្លួនមិនមែនមកពីចង់សុំឲ្យគេបង្ហាញវិធីដោះស្រាយបញ្ហានោះទេជីវិតនៅលើឋានប្រសពមនុស្សឋានប្រសពមានទំនោរនិយមដែលខុសប្លែកពីនោះពួកនាងផ្ដោតសារៈសំខាន់ចំពោះសេចក្តីស្រឡាញ់ពាក្យផ្អែមល្ហែមសោភ័ណភាពនិងសម្ព័ន្ធមេត្រីរវាងគ្នានឹងគ្នាពួកនាងចំណាយពេលភាគច្រើនទៅលើការយកចិត្តទុកដាក់និងមើលថែទាំគ្នាទៅវិញទៅមកអារម្មណ៍ដែលថាខ្លួននាងមានតម្លៃកម្រិតណាអាស្រ័យនៅលើថាតើអារម្មណ៍និងរូបបែបនៃសម្ព័ន្ធមេត្រីមានលក្ខណៈល្អឬមិនល្អនោះឯងអារម្មណ៍ដែលថាខ្លួននាងមានតម្លៃកម្រិតណាអាស្រ័យទៅលើថាតើអារម្មណ៍និងរូបបែបនៃសម្ព័ន្ធមេត្រីមានលក្ខណៈល្អឬមិនល្អនោះឯងអ្វីនៅលើឋានព្រះសុខឆ្លុះបញ្ចាំងឲ្យឃើញពីតម្លៃនិយមប្រការនេះជំនួសឲ្យការគិតពីរឿងកសាងផ្លូវថ្នល់និងអគារខ្ពស់មនុស្សឋានព្រះសុខបែរជាផ្ដល់សារៈសំខាន់លើវិធីរស់នៅរួមគ្នាដោយមានសេចក្តីសុខរស់នៅដោយឯកភាពនិងសេចក្តីស្រឡាញ់ស្និទ្ធស្នាលច្រើនជាងទៅវិញចំពោះនារីសម្ព័ន្ធភាពមានតម្លៃជាងការងារឬភាពជឿនលឿនផ្នែកបច្ចេកវិទ្យាទៅទៀតសរុបមកដំណើរជីវិតមនុស្សនៅលើឋានព្រះសុខផ្ទុយគ្នាស្រឡះពីដំណើរជីវិតមនុស្សនៅលើឋានព្រះអង្គានោះឯងនារីមិនចូលចិត្តពាក់ឯកសណ្ឋានផ្លូវការដូចជាបុរសទេដែលបង្ហាញឲ្យឃើញពីកម្រិតសមត្ថភាពបណ្ណាស័ក្តិផ្ទុយមកវិញនាងចូលចិត្តផ្លាស់ប្ដូរសម្លៀកបំពាក់ជាញឹកញាប់ផ្លាស់ប្ដូរទៅតាមអារម្មណ៍ក្នុងមួយថ្ងៃពួកនាងផ្ដោតសារៈសំខាន់លើការតុបតែងខ្លួនតាមអារម្មណ៍ជាខ្លាំងរហូតដល់អាចផ្លាស់ប្ដូរសម្លៀកបំពាក់បានច្រើនឈុតក្នុងមួយថ្ងៃទៅតាមការប្រែប្រួលអារម្មណ៍នារីយល់ថាការនិយាយមានសារៈសំខាន់បំផុត
ការនិយាយគ្នាសំខាន់ជាងការបំពេញការងារឲ្យសម្រេចទៅទៀតកាន់តែបាននិយាយច្រើនប៉ុណ្ណានាងមានក្តីសុខកាន់តែច្រើនប៉ុណ្ណោះដែរពួកនៅឋានព្រះអង្គាមិនយល់ពីនិស្ស័យបែបនេះទេអារម្មណ៍ដែលនាងបានទទួលពីការនិយាយបដូរមតិយោបល់គ្នាប្រៀបដូចជាអារម្មណ៍ដែលបុរសបានទទួលពេលយកឈ្នះឬធ្វើអ្វីម្យ៉ាងបានសម្រេចដូច្នោះដែរនារីភាគច្រើនចាប់អារម្មណ៍រឿងសម្ព័ន្ធភាពច្រើនជាងរឿងជោគជ័យពួកនាងចាប់អារម្មណ៍ចំពោះបំណុលល្អសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកបរិបពីអ្នកទទួលទានអាហារជាមួយគ្នាដើម្បីពិគ្រោះរឿងមុខជំនួញព្រោះពួកគេមានបញ្ហាដែលត្រូវដោះស្រាយឬទៅភោជនីយដ្ឋានដើម្បីទទួលទានអាហារឆ្ងាញ់ដោយមិនចាំបាច់ចេញទៅទិញម្ហូបមិនចាំបាច់ចូលផ្ទះបាយនិងមិនចាំបាច់ត្រូវលាងចានចំណែកនារីការទៅភោជនីយដ្ឋានគឺជាវិធីម្យ៉ាងក្នុងការរឹតចំណងមេត្រីដើម្បីផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមករឿងដែលនិយាយគ្នាក្នុងពេលញ៉ាំអាហាររបស់នារីមានទាំងរឿងឆ្ងាយខ្លួននិងជិតខ្លួនប្រៀបដូចសម្ព័ន្ធភាពរវាងអ្នកជំងឺនិងគ្រូពេទ្យចិត្តសាស្ត្រដូច្នោះដែរមនុស្សនៅលើឋានព្រះសុខគេនាំគ្នារៀនចិត្តវិទ្យាយ៉ាងហោចណាស់ក៏ត្រូវចាប់អនុបណ្ឌិតផ្នែកប្រឹក្សាយោបល់ដែរពួកនាងចាប់អារម្មណ៍រឿងអភិវឌ្ឍខ្លួនអភិវឌ្ឍផ្លូវចិត្តនិងអ្វីៗដែលពាក់ព័ន្ធនឹងជីវិតសុខភាពនិងភាពចម្រើនលូតលាស់នៅលើឋានព្រះសុខមានសម្បូរទៅដោយសួនសាធារណៈសួនដំណាំហាងទំនិញនិងភោជនីយដ្ឋានមនុស្សឋានព្រះសុខជាមនុស្សវ័យឆ្លាតពួកនាងអភិវឌ្ឍសមត្ថភាពនេះអស់រយៈពេលរាប់សតវត្សមករួមទាំងការយកចិត្តទុកដាក់លើសេចក្តីត្រូវការរបស់អ្នកដទៃពួកនាងមានមោទនភាពចំពោះខ្លួនឯងពេលបានយកចិត្តទុកដាក់និងមើលថែទាំអារម្មណ៍អ្នកដទៃវិធីបង្ហាញក្តីស្រឡាញ់ក៏អស្ចារ្យបំផុតគឺការជួយយកអាសានិងមើលថែអ្នកដទៃមុនពេលគេសុំជំនួយដោយសារខ្លួនពូកែពុំមែនជារឿងសំខាន់សម្រាប់មនុស្សឋានព្រះសុខទើបការស្នើសុំជួយយកអាសាមិនចាត់ទុកថាជាការឈ្លានពានហើយការសុំជំនួយមិនមែនជាសញ្ញាបង្ហាញពីភាពទន់ខ្សោយនោះទេប៉ុន្តែសម្រាប់មនុស្សឋានព្រះអង្គាគេចាត់ទុកថាជាការឈ្លានពានម្យ៉ាងបើនៅពេលណានារីស្នើសុំជួយយកអាសាគេនោះនឹងធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនគ្មានសមត្ថភាពមនុស្សឋានព្រះសុខមិនគិតដូចមនុស្សឋានព្រះអង្គាទេការដែលមាននរណាមកសុំជួយយកអាសានឹងធ្វើឲ្យនាងគិតថាគេស្រឡាញ់នាងនិងជាមោទនភាពសម្រាប់ខ្លួនដែលធ្វើឲ្យនាងមានជំរឿកាន់តែច្រើនតែសម្រាប់បុរសវិញអាចធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនមិនសូវមានតម្លៃទន់ជ្រាយនិងមិនគួរឲ្យស្រឡាញ់ទៅវិញនៅលើឋានព្រះសុខការផ្ដល់ពាក្យណែនាំនិងស្នើសុំបញ្ចេញគំនិតត្រូវគេចាត់ទុកថាជាការសម្ដែងការយកចិត្តទុកដាក់មនុស្សឋានព្រះសុខគិតថាការងារគ្រប់យ៉ាងតែងតែមានវិធីកែលម្អឲ្យប្រសើរឡើងបានធម្មជាតិរបស់ពួកនាងគឺចង់កែលម្អអ្វីគ្រប់យ៉ាងឲ្យល្អប្រសើរឡើងពេលនារីមានការចាប់អារម្មណ៍ចំពោះនរណាម្នាក់ពួកនាងនឹងនិយាយប្រាប់គេឲ្យដឹងថាគួរកែលម្អចំណុចណាខ្លះព្រមទាំងណែនាំថាគួរធ្វើបែបណាពួកនាងយល់ថាការផ្ដល់ពាក្យណែនាំនិងរិះគន់ស្ថាបនាគឺជាការបង្ហាញពីសេចក្តីស្រឡាញ់មួយបែបតែមនុស្សឋានព្រះអង្គាគិតមិនដូចគ្នាទេពួកគេចូលចិត្តដោះស្រាយបញ្ហាតែប្រសិនបើអ្វីអាចដំណើរការបានហើយគេមានទស្សនៈប្រចាំខ្លួនថាគុំទៅឈឺក្បាលធ្វើអីធម្មជាតិរបស់មនុស្សឋានព្រះអង្គាគឺបណ្ដោយឲ្យវាធ្វើការបន្តទៀតបើមិនខូចទេគុំទៅចំណាយពេលជួសជុលដូច្នេះពេលនារីព្យាយាមកែលម្អបុរសក៏មានអារម្មណ៍ថាខ្លួនគេមានចំណុចខ្វះខាតគ្មានសមត្ថភាពនាងមិនធ្លាប់គិតទេថាការព្យាយាមជួយរបស់ខ្លួននឹងធ្វើឲ្យបុរសមានអារម្មណ៍អាម៉ាស់មុខនោះតាមពិតនាងគ្រាន់តែគិតថាការធ្វើបែបនេះនឹងជួយឲ្យគេបានល្អប្រសើរឡើងប៉ុណ្ណោះឈប់ណែនាំទៅបានទេដោយសារតែនារីភាគច្រើនមិនដឹងពីធម្មជាតិប្រការនេះរបស់បុរសទើបនាងបំផ្លាញទឹកចិត្តនិងមើលងាយមនុស្សដែលនាងស្រឡាញ់ខ្លាំងបំផុតដោយមិនដឹងខ្លួនឧទាហរណ៍ដូចជាពេលថមនិងមេរីត្រូវទៅពិធីជប់លៀងថមជាអ្នកបើកឡានបន្ទាប់ពីបើកវិលទៅវិលមកប្រហែលជា20នាទីមេរីយល់ថាថមពិតជាវង្វេងផ្លូវទើបនាងផ្ដល់យោបល់ថា
គេគួរតែសួរអ្នកចិត្តនោះតែថមបែរជានៅស្ងៀមមិនព្រមនិយាយអ្វីសោះទោះជានៅទីនោះគេទាំងពីរបានមកដល់កន្លែងពិធីជប់លៀងហើយក៏ដោយតែភាពតានតឹងក្នុងពេលបើកឡានក៏នៅតែមិនទាន់បាត់នៅឡើយMary មិនយល់សោះថាហេតុអ្វីបានជាគេចាំបាច់ខឹងបើគ្រាន់តែរឿងបន្តិចបន្តួចបែបនេះចំពោះនាងកំពុងតែចង់បង្ហាញថាអូនបារម្ភពីបងតែចំពោះថមវិញគេមានអារម្មណ៍ថាខ្លួនកំពុងទទួលការមើលងាយអ្វីដែលគេបានឮគឺអូនមិនជឿថាបងអាចរកផ្លូវទៅកាន់កន្លែងពិធីជប់លៀងបានទេបងមិនស្គាល់ផ្លូវទេដោយសារតែ Mary មិនដឹងថាបរិសុទ្ធគិតអ្វីទើប Mary មិនដឹងថាការធ្វើអ្វីដោយខ្លួនគេផ្ទាល់មានសារៈសំខាន់កម្រិតណាចំពោះថមការសុំជំនួយពីអ្នកដទៃចាត់ទុកថាជាការអាម៉ាស់មុខបំផុតដោយដែលយើងបានដឹងរួចមកហើយថាបរិសុទ្ធនឹងមិនសុំខ្លួនទៅជួយអ្នកណាមុនទេលើកលែងតែគេមកសុំឲ្យជួយបរិសុទ្ធនឹងបណ្ដោយឲ្យមនុស្សដែលកំពុងមានបញ្ហារកវិធីដោះស្រាយដោយខ្លួនឯងជាមុនសិនMary មិនធ្លាប់ដឹងពីមុនមកទេថាពេលថមវង្វេងផ្លូវការអង្គុយស្ងៀមដោយមិននិយាយអ្វីទាំងអស់គឺជាវិធីបង្ហាញក្តីស្រឡាញ់ដ៏ល្អបំផុតទង្វើបែបនេះគឺជាកាដូមួយប្រៀបស្មើនឹងពេលគេទិញបាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់ឬសរសេរលិខិតមេត្រីភាពមួយច្បាប់ជូនចំពោះនាងដូច្នោះដែរពេល Mary ដឹងពីភាពខុសប្លែករវាងមនុស្សឋានព្រះអង្គារនិងមនុស្សឋានព្រះសុខក្នុងចំណុចនេះហើយពេលគេបើកឡានវង្វេងផ្លូវលើក្រោយជំនួសឲ្យការជួយនាងគួរតែហាមខ្លួនមិនឲ្យនិយាយអ្វីទាំងអស់ដកដង្ហើមវែងហើយបង្ហាញភាពជឿជាក់ថាគេនឹងអាចដោះស្រាយបញ្ហាបាននោះថមនឹងមានការពេញចិត្តចំពោះភាពជឿជាក់ដែលនាងផ្ដល់ឲ្យគេបែបនេះពេលណាក៏ដោយដែលនារីផ្ដល់ពាក្យណែនាំឬព្យាយាមជួយបរិសុទ្ធនាងមិនធ្លាប់គិតទេថារឿងនេះជារឿងធំសម្រាប់គេទោះបីជានាងធ្វើដោយបំណងល្អក៏ដោយតែពាក្យណែនាំក៏នៅតែត្រូវបានចាត់ទុកថាជាការមើលងាយនិងបំផ្លាញផ្លូវចិត្តបរិសុទ្ធនោះឯងការមិនព្រមធ្វើតាមអាចនឹងធ្ងន់ធ្ងរជាពិសេសបំផុតប្រសិនបើធ្វើឲ្យគេមានអារម្មណ៍ដូចជាក្មេងត្រូវមនុស្សចាស់ដាក់ទោសឬតាមរយៈបទពិសោធន៍ដែលធ្លាប់ឃើញឪពុកម្ដាយស្ដីមិនទោសឲ្យដូច្នោះដែរពេលណាក៏ដោយដែលនារីផ្ដល់ពាក្យណែនាំឬព្យាយាមជួយបុរសនាងមិនធ្លាប់គិតថានេះជារឿងធំសម្រាប់គេទេចំពោះបុរសការបង្ហាញឲ្យឃើញថាខ្លួនធ្វើបានសម្រេចគឺចាត់ទុកថាជារឿងសំខាន់ណាស់សូម្បីតែរឿងតូចៗដូចជាការបើកឡានទៅអាហារដ្ឋានឬទៅចូលរួមពិធីជប់លៀងដែលមើលទៅគេហាក់ដូចជាចាប់អារម្មណ៍ចំពោះរឿងតូចៗជាងរឿងធំៗទៅទៀតបរិសុទ្ធតែមានគំនិតបែបនេះថាប្រសិនបើត្រឹមតែការងារស្រួលដូចជាការបើកឡានទៅពិធីជប់លៀងក៏នាងមិនទុកចិត្តខ្ញុំផងតើនាងនឹងព្រមឲ្យខ្ញុំធ្វើការងារធំដូចម្ដេចកើតទៅដូចគ្នានឹងបុព្វពាក់បរិសុទ្ធនៅឋានព្រះអង្គារបរិសុទ្ធសប្បាយចិត្តណាស់ពេលខ្លួនខ្លាចជាអ្នកជំនាញប្រសិនបើតេតងនឹងការជួសជុលគ្រឿងយន្តការធ្វើដំណើរឬដោះស្រាយបញ្ហាឲ្យបានសម្រេចក៏កាន់តែល្អអ្វីដែលគេត្រូវការនោះគឺការជឿជាក់ថាគេអាចធ្វើបានមិនមែនផ្ដល់ពាក្យណែនាំឬចាំរិះគន់នោះទេរៀនពីវិធីស្ដាប់ក្នុងស្ថានភាពដូចគ្នាប្រសិនបើបុរសមិនដឹងថានារីគិតបែបណាគេនឹងអាចធ្វើឲ្យរឿងកាន់តែធ្ងន់ធ្ងរឡើងប្រសិនបើគេព្យាយាមរកវិធីដោះស្រាយបញ្ហាឲ្យនារីបុរសត្រូវដឹងថានារីនិយាយពីបញ្ហាគឺត្រូវការភាពជិតស្និទ្ធហើយមិនចាំបាច់ត្រូវមានចម្លើយគ្រប់ពេលនោះទេជាញឹកញាប់ណាស់នារីគ្រាន់តែចង់បញ្ចេញអារម្មណ៍របស់នាងចេញមកឲ្យគេស្ដាប់ប៉ុណ្ណោះតែបុរសបែរជាគិតថានាងកំពុងតែសុំឲ្យគេជួយទៅវិញឧទាហរណ៍ពេល Mary ត្រឡប់មកដល់ផ្ទះដោយអាការៈអស់កម្លាំងហិតល្ហីនាងចង់បញ្ចេញអារម្មណ៍ខ្លួនឯងចេញមកដូចជា Mary ថ្ងៃនេះអូនធ្វើការហត់ណាស់រវល់ពេញមួយថ្ងៃថមបើធ្ងន់ធ្ងរពេកសូមឈប់តែម្ដងទៅចាំបាច់ទ្រាំធ្វើការធ្ងន់បែបនេះធ្វើអីអូនគួរតែរកការងារណាដែលត្រូវចិត្តទៅវិញ Mary អូនចូលចិត្តការងារកំពុងធ្វើនេះហើយគ្រាន់តែមិនចូលចិត្តចវាយផ្ដាច់ការដែលចង់ធ្វើអ្វីតាមតែអំពើចិត្តប៉ុណ្ណោះថមកុំស្ដាប់គេទៅគឺចប់ហើយធ្វើតែកិច្ចការរបស់យើងទៅ Mary ចុះខ្ញុំធ្វើហើយតើអូមែនភ្លេចទូរស័ព្ទទៅរកអ៊ំមកឈឹងថមមិនអីទេអ៊ំរបស់អូនគាត់ពិតជាយល់ហើយ Mary
បងដឹងទេថាអ៊ំគាត់ចង់បានអ្វីគាត់ចង់ឲ្យអូននៅក្បែរណាថមគិតច្រើនពេកទេដឹងប្រហែលជារឿងនេះហើយដែលធ្វើឲ្យអូនឯងដូចជាគ្មានសេចក្តីសុខអ្វីសោះ Mary មិនពិតទេស្ដាប់អូនសិនបានទេថមចុះបងកំពុងតែស្ដាប់ហើយតើ Mary ហើយមិនគួរនិយាយឲ្យបងស្ដាប់សោះនិយាយចាប់ Mary កាន់តែស្មុគស្មាញជាងមុនទៅទៀតនាងត្រឡប់មកដល់ផ្ទះគឺនាងចង់បានភាពរីករាយសប្បាយចិត្តចំណែកថមបែរជាធុញទ្រាន់ហើយមិនចង់ដឹងថាគេបានធ្វើអ្វីខុសគេចង់ជួយនាងណាស់តែវិធីរបស់គេហាក់ដូចជាប្រើមិនបានការសោះពេលថមមិនយល់ពីជីវិតរស់នៅលើឋានព្រះសុខគេក៏មិនបានដឹងថាការស្ដាប់នាងនិយាយដោយស្ងៀមៗមានសារៈសំខាន់ចំពោះនាងប៉ុណ្ណាឡើយហើយក្រោយមកវាក៏ធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងលើដើមអ្នកនឹងឃើញថាមនុស្សឋានព្រះសុខមិនដែលនិយាយកាត់ពេលមនុស្សម្នាក់ទៀតកំពុងនិយាយនោះទេការស្ដាប់អ្នកដទៃដោយភាពអត់ធ្មត់យល់ចិត្តនិងព្យាយាមស្វែងយល់ពីអារម្មណ៍របស់ភាគីម្ខាងទៀតគឺចាត់ទុកថាជាការផ្ដល់កិត្តិយសម្យ៉ាងដែលមនុស្សឋានព្រះសុខគ្រប់រូបត្រូវតែមានថាមិនធ្លាប់គិតពីមុនមកសោះថាការស្ដាប់ដោយការយកចិត្តទុកដាក់ក្នុងពេល Mary កំពុងតែបញ្ចេញអារម្មណ៍នោះគឺជាវិធីដ៏ល្អបំផុតដែលអាចជួយនាងបានកាលបើថមយល់ពីធម្មជាតិរបស់មនុស្សឋានព្រះសុខចំណុចនេះហើយដឹងថានារីត្រូវការបញ្ចេញអារម្មណ៍ខ្លាំងកម្រិតណានោះគេនឹងអាចក្លាយទៅជាភាគីអ្នកស្ដាប់បានច្រើនជាងមុនជាមិនខានពេល Mary ត្រឡប់មកផ្ទះនិងចង់បញ្ចេញអារម្មណ៍ការនិយាយគ្នាគួរតែផ្លាស់ប្ដូរក្នុងទម្រង់ដូចខាងក្រោម Mary ថ្ងៃនេះអូនធ្វើការហត់ណាស់រវល់ពេញមួយថ្ងៃថមដកដង្ហើមវែងធ្វើខ្លួនតាមសង្រួលដកដង្ហើមចេញរួចនិយាយថាពិតហើយមើលទៅអូនដូចជាហត់នឿយខ្លាំងណាស់ Mary គេប្រើអូនមិនឈប់ឈរសោះអូនធ្វើឲ្យគេមិនទាន់ទេថមនៅស្ងៀមមួយសន្ទុះរួចនិយាយថាអាយ៉ាដល់ថ្នាក់នឹងផងឬ Mary ស្លាប់ហើយភ្លេចទូរស័ព្ទទៅរកអ៊ំឲ្យឈឹងថមមែនអូនមិនគួរភ្លេចសោះ Mary គាត់ចង់ជួបអូនខ្លាំងណាស់អូនមិនស្រួលចិត្តសោះថមគួរឲ្យស្រឡាញ់ណាស់ចូលឲ្យបងអោបបន្តិចមើលថមអបមើល Mary ធ្វើឲ្យនាងមានអារម្មណ៍ធូរស្រាលបន្ទាប់ពីនោះមកនាងក៏និយាយថាអូនចូលចិត្តនិយាយជាមួយបងណាស់ព្រោះបងធ្វើឲ្យអូនមានសេចក្តីសុខអរគុណណាស់ដែលបងព្រមស្ដាប់ពេលនេះអូនមានអារម្មណ៍ល្អបន្តិចវិញហើយការធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យ Mary មានអារម្មណ៍ល្អតែម្នាក់នោះទេថមក៏មានអារម្មណ៍ល្អឡើងដែរគេនឹកចម្លែកក្នុងចិត្តដែលឃើញភរិយាមានសេចក្តីសុខពេលគេស្ដាប់នាងពេលគេយល់ថាមនុស្សម្នាក់មានភាពខុសប្លែកគ្នាទៅធ្វើឲ្យថមដឹងពីវិធីស្ដាប់ដោយមិននិយាយកាត់ចំណែកឯ Mary ដឹងពីវិធីបណ្ដាលឲ្យអ្វីគ្រប់យ៉ាងប្រព្រឹត្តទៅដោយមិនណែនាំឬរិះគន់ដល់គេសរុបមកកំហុសដែលតែងកើតមានគឺ1បុរសព្យាយាមផ្លាស់ប្ដូរអារម្មណ៍របស់នារីឯនារីមិនពេញចិត្តនឹងការប្រាប់វិធីដោះស្រាយបញ្ហាដែលនាងមិនចង់ដឹងពីបុរស2នារីព្យាយាមផ្លាស់ប្ដូរសកម្មភាពរបស់បុរសពេលគេធ្វើខុសដោយធ្វើជាគណៈកម្មការកែលម្អផ្ទះនិងផ្ដល់ពាក្យណែនាំដែលគេមិនព្រមទទួលតើអាចការពាររឿងអន្តិតជាងនឹងអ្នកនាងកែលម្អដោយវិធីណាការបង្ហាញឲ្យឃើញពីការយល់ច្រឡំពីចំណុចធំខាងលើនេះពុំមែនមានន័យថាចរិតចូលចិត្តដោះស្រាយបញ្ហារបស់បុរសនិងចរិតចូលចិត្តកែលម្អរបស់នារីជារឿងមិនល្អនោះទេព្រោះមនុស្សឋានព្រះអង្គារនិងមនុស្សឋានព្រះសុខនៅមានចំណុចល្អជាច្រើនទៀតបញ្ហាសំខាន់គឺកលៈទេសៈនិងវិធីប្រើប្រាស់ទៅវិញទេនារីនឹងអាចរស់នៅជាមួយអន្តិតជាងយ៉ាងមានសេចក្តីសុខដរាបណាគេមិនបង្ហាញការអាការៈឆ្លើយតបចេញមកពេលនាងមិនសប្បាយចិត្តបុរសត្រូវចងចាំចំណុចមួយគឺពេលនារីមានអារម្មណ៍មិនល្អហើយចាប់ផ្ដើមនិយាយពីបញ្ហារបស់នាងនោះមិនមែនជាពេលវេលាដែលត្រូវបង្ហាញពីវិធីដោះស្រាយបញ្ហាឲ្យនាងនោះទេនាងគ្រាន់តែចង់បង្ហាញឲ្យនរណាម្នាក់ស្ដាប់តែប៉ុណ្ណោះបើអាចអត់ធ្មត់ស្ដាប់នាងបាននោះនាងនឹងមានអារម្មណ៍ល្អឡើងវិញដោយខ្លួនឯងនាងមិនចង់ដឹងពីវិធីដោះស្រាយបញ្ហានោះទេ
បរោះក៏អាចរស់នៅជាមួយនារីដែលចូលចិត្តកែលម្អបានល្អដូចគ្នាដែរដរាបណាគេជាអ្នកសុំជំនួយពីនាងមុននារីត្រូវចងចាំថាការស្ដីបន្ទោសឬផ្ដោតដំបូន្មានពេលគេធ្វើអ្វីខុសឆ្គងនឹងធ្វើឲ្យគេកាន់តែមិនសប្បាយចិត្តខ្លាំងទៅវិញទេគេចង់បានការទទួលស្គាល់ជាងការឲ្យដំបូន្មានពេលបុរសមានអារម្មណ៍ថានារីមិនព្យាយាមកែលម្អរូបគេជាមនុស្សគេជាអ្នកសួរមុនទៅវិញប្រសិនបើយើងអាចទទួលយកភាពដោយឡែកនេះបានវានឹងធ្វើឲ្យយើងអាចទទួលអារម្មណ៍របស់ភាគីម្ខាងទៀតបានកាន់តែងាយស្រួលក្រៅពីនេះក៏ត្រូវចងចាំទុកមួយចំណុចទៀតថាការដែលភាគីម្ខាងទៀតមិនយល់ស្របជាមួយយើងគឺអាចប្រហែលជាមកពីយើងធ្វើអ្វីខុសកលៈទេសៈក៏មានដែរយើងសាកល្បងពិនិត្យមើលឲ្យបានលម្អិតជាងនេះបន្តិចទៅពេលនារីមិនចូលចិត្តវិធីដោះស្រាយបញ្ហារបស់បុរសពេលនារីបង្ហាញថាមិនចូលចិត្តអ្វីដែលបុរសនិយាយចេញមកវានឹងធ្វើឲ្យបុរសមានអារម្មណ៍ថាខ្លួនគ្មានសមត្ថភាពហើយមានអារម្មណ៍ថាខ្លួនមិនទទួលបានការជឿជាក់ទើបគេមិនសូវចង់ស្ដាប់អ្វីដែលនាងនិយាយតែប្រសិនបើដឹងថានារីមកពីឋានព្រះសុខអាចជួយឲ្យបុរសយល់ចិត្តនារីបានកាន់តែល្អថាហេតុអ្វីបានជានាងមិនព្រមធ្វើតាមគេហើយដឹងថាគួរប្រាប់ពីវិធីដោះស្រាយដោយម្ដេចឲ្យត្រូវតាមកលៈទេសៈជាងនេះខាងក្រោមជាប្រយោគឧទាហរណ៍មួយចំនួនដែលបុរសនិយាយចេញមកហើយតែងធ្វើឲ្យនារីមិនពេញចិត្តនិងអាចជាមូលហេតុដែលនារីមិនព្រមទទួលយកចម្លើយរបស់គេ 1. អូនមិនគួរខ្វល់ខ្វាយហួសហេតុពេកទេ 2. បងមិនបាននិយាយបែបហ្នឹងទេ 3. នេះមិនមែនជារឿងធំដុំអ្វីសោះ 4. បានបងសុំទោសបំភ្លេចរឿងនេះបានហើយឬនៅ 5. ហេតុអ្វីក៏មិនធ្វើវាពេលនេះតែម្ដងទៅ 6. តែយើងបាននិយាយគ្នារួចហើយតើ 7. អូនមិនគួរគិតច្រើនទេបងមិនចង់មានន័យបែបនោះទេ 8. តើអូនចង់និយាយពីស្អីហ្នឹង 9. អូនមិនគួរគិតអញ្ចឹងទេ 10. អូនចេះតែនិយាយអាទិត្យមុនបងនៅជាមួយអូនពេញមួយថ្ងៃគ្មានឃើញមានរឿងអ្វីផង 11. ត្រឹមត្រូវបំភ្លេចវាចោលទៅ 12. បានបងជូតខាងក្រោយផ្ទះចុះពេញចិត្តហើយឬនៅ 13. បងយល់ហើយបងថាអូនគួរតែធ្វើបែបនេះទៅត្រូវ 14. អូនណារឿងនេះយើងមិនអាចធ្វើអ្វីបានទេ 15. បើអូនធ្វើបណ្ដារអ៊ូបណ្ដាបែបនេះគុំធ្វើល្អជាង 11. មិនក៏អូនបណ្ដោយឲ្យគេធ្វើបែបនេះគុំរវល់នឹងវាអី 17. បើគ្មានសេចក្តីសុខទេយើងគួរតែចែកផ្លូវគ្នាទៅ 18. បានចង់ធ្វើអ្វីក៏ធ្វើចុះ 19. តទៅនេះទុកឲ្យបងធ្វើដោយខ្លួនឯងចុះ 20. ប៉ិតហើយបងនៅតែស្រឡាញ់អូនចំជាផ្ដេសផ្ដាស់មែន 21. អូនអាចចូលសាច់រឿងបានហើយឬនៅ 22. អ្វីដែលយើងត្រូវធ្វើគឺ 23. នោះមិនមែនជារឿងដែលកើតឡើងនោះទេពាក្យសម្ដីគ្រប់ប្រយោគខាងលើគឺកើតមានពីការព្យាយាមពន្យល់ពីអារម្មណ៍មិនពេញចិត្តឬបង្ហាញពីវិធីដោះស្រាយបញ្ហាឲ្យភាគីខាងស្រីភ្លាមដើម្បីធ្វើឲ្យស្ថានភាពបានល្អប្រសើរឡើងចំណុចដំបូងដែលបុរសអាចផ្លាស់ប្ដូរទង្វើរបស់គេបានគឺត្រូវឈប់និយាយពាក្យទាំងនេះយើងនឹងនិយាយរឿងនេះឲ្យលម្អិតនៅក្នុងជំពូកទី5ហើយរៀនធ្វើជាអ្នកស្ដាប់ដោយមិនចាំបាច់បញ្ចេញមតិយោបល់អ្វីទេនេះរាប់ថាជាដំណាក់កាលសំខាន់បំផុតពេលយល់ពីរឿងនេះហើយគេនឹងដឹងថាតើគេគួរធ្វើបែបណាដើម្បីមិនចាំបាច់ត្រូវភាគីខាងស្រីបដិសេធហើយដោះស្រាយបញ្ហាផ្សេងៗបានល្អជាងមុនដោយមិនចាំបាច់ត្រូវយកមកគិតជារឿងផ្ទាល់ខ្លួននោះទេពេលរៀនធ្វើជាអ្នកស្ដាប់បានហើយគេនឹងដឹងថានាងចូលចិត្តគេកាន់តែខ្លាំងពេលបរោះមិនព្រមកែលម្អតាមអ្វីដែលនារីប្រាប់ពេលបរោះមិនព្រមធ្វើតាមការណែនាំរបស់នារីវានឹងធ្វើឲ្យនារីមានអារម្មណ៍ថាគេមិនផ្ដល់សារៈសំខាន់ចំពោះអ្វីដែលនាងកំពុងធ្វើទើបធ្វើឲ្យនាងលែងចង់ធ្វើអ្វីឲ្យគេជាបន្តទៀតហើយចាប់ផ្ដើមប្រយ័ត្នប្រយែងកាន់តែខ្លាំងបាននាងដឹងថាបរោះមកពីឋានព្រះអង្គារនោះនាងនឹងដោះស្រាយបញ្ហានេះបានកាន់តែងាយស្រួល
នឹងយល់ថាហេតុអ្វីបានជាបុរសមិនព្រមស្ដាប់ការណែនាំរបស់នាងខាងក្រោមនេះជាប្រយោគឧទាហរណ៍មួយចំនួនដែលអាចបង្កការធុញទ្រាន់ដោយមិនដឹងខ្លួនពេលអ្នកអានប្រយោគទាំងអស់នេះចូលចងចាំទុកថាពាក្យសម្ដីបន្តិចបន្តួចទាំងនេះនៅពេលរួមគ្នាច្រើនដងទៅក៏អាចធ្វើឲ្យបុរសខឹងដូចគ្នាពាក្យសម្ដីខ្លះបង្កប់ពាក្យរិះគន់និងពាក្យណែនាំនៅខាងក្នុងនៅពេលអានរួចហើយសូមគិតមើលថាតើហេតុអ្វីបានជាគេមានអារម្មណ៍ថាអ្នកបង្កការរំខានដល់គេ 1. មិនដឹងជាទិញធ្វើអីទៀតក្រែងបងមានហើយតើ 2. កុំតន់ផ្កាប់ចាននៅសើមនៅឡើយបើស្ងួតទៅច្បាស់ជាមានជាប់ស្នាមប្រឡាក់មិនខាន 3. សក់បងវែងជ្រុលហើយ 4. មានកន្លែងចតត្រង់នោះណោះថយឡានទៅ 5. បងនៅជាមួយមិត្តភក្តិចុះឲ្យអូនទៅណាវិញ 6. បងធ្វើការធ្ងន់ពេកហើយរកពេលសម្រាកខ្លះទៅ 7. កុំទុកត្រង់នឹងប្រយ័ត្នបាត់ 8. បងគួរតែហៅខាងរដ្ឋកោទឹកមកពួកគេទើបដឹងរឿងជាង 9. ហេតុអ្វីក៏យើងត្រូវចាំដូច្នេះបងមិនបានកក់ទុកទេឬ 10. បងគួរតែប្រើពេលនៅជាមួយកូនឲ្យបានច្រើនជាងនេះបន្តិចពួកគេនឹកបងណាស់ 11. បន្ទប់ធ្វើការបងដូចជាចង្អៀតខ្លាំងណាស់អូនមិនយល់សោះថាបងធ្វើការនៅក្នុងនេះបានដូចម្ដេចទៅ 12. បងភ្លេចយកអីវ៉ាន់មកទៀតហើយបងគួរទុកកន្លែងណាមួយដែលបងស្រួលចាំទៅ 13. កុំបើកឡានលឿនពេកបន្ថយល្បឿនបន្តិចទៅប្រយ័ត្នប៉ូលីសផាកណា 14. លើកក្រោយគួរតែអានបទវិភាគភាពយន្តនេះជាមុនសិន 15. អូនមិនដឹងថាបងនៅកន្លែងណាទេបងគួរតែទូរស័ព្ទប្រាប់អូន 16. តើនរណាផឹកទឹកដបក្នុងទូទឹកកក 17. កុំញ៉ាំនឹងដៃវាជាគំរូមិនល្អដល់ក្មេង 18. ដំឡូងចៀនទាំងនេះមានខ្លាញ់ច្រើនណាស់វាមិនល្អដល់បេះដូងរបស់បងណាដឹងទេ 19. បងផ្ដល់ពេលវេលាឲ្យខ្លួនឯងតិចពេកហើយ 20. បងគួរតែប្រាប់ខ្ញុំមុនខ្ញុំមិនអាចទុកម្ហូបចោលហើយចេញទៅញ៉ាំបាយក្រៅជាមួយបងបានទេ 21. អាវរបស់បងមិនសមនឹងខោសោះ 22. ប៊ីលទូរស័ព្ទមករកបង3ដងហើយតើពេលណាទើបបងព្រមទូរស័ព្ទទៅរកគេវិញ 23. ប្រអប់សម្ភារៈរបស់បងស្ដុកណាស់អូនរកអ្វីមិនឃើញសោះបងគួរតែរៀបចំឲ្យស្រួលបួជាងនេះបន្តិចពេលនារីមិនចេះសុំជំនួយពីបុរសដោយត្រង់ចំពោះទី12ឬមិនព្រមទទួលដឹងពីភាពដោយឡែករបស់ភាគីទាំងពីរចំពោះទី9ដោយម្ដេចទេនោះវានឹងធ្វើឲ្យនាងអស់សង្ឃឹមថានឹងបានតាមអ្វីដែលខ្លួនត្រូវការនោះយើងនឹងដឹងពីចំណុចនេះឲ្យលម្អិតនៅពេលក្រោយទៀតការវឹកហាត់សម្ដែងពីភាពជឿជាក់លើរូបគេរួមទាំងការមិនចាំបាច់ផ្ដល់ការណែនាំអ្វីទាំងអស់នៅពេលគេកំពុងតែជួបនឹងបញ្ហាអាចចាត់ទុកជាដំណាក់កាលដ៏សំខាន់បំផុតមួយក្នុងការធ្វើឲ្យសម្ព័ន្ធភាពកាន់តែមានភាពល្អប្រសើរឡើងពេលយើងយល់ច្បាស់ពីមូលហេតុដែលគេមិនព្រមធ្វើតាមចិត្តនាងដោយសារតែគេមិនចូលចិត្តវិធីដែលនាងប្រើនោះនាងក៏នឹងយល់ហើយក៏មិនយកមកគិតជារឿងធំដុំលុះពេលវេលាកន្លងទៅនារីនឹងរកឃើញថាបើបុរសចង់កែលម្អខ្លួនគេឲ្យប្រសើរឡើងគេជាអ្នកនិយាយសុំឲ្យនាងជួយចេញពីមាត់របស់គេផ្ទាល់ប្រសិនបើអ្នកជានារីមួយអាទិត្យបន្ទាប់ពីនេះសូមកុំផ្ដល់ពាក្យណែនាំឬពាក្យរិះគន់អ្វីទាំងអស់ទៅលើបុរសរបស់អ្នកសាកល្បងមើលអ្នកនឹងឃើញថាគេនឹងចូលចិត្តអ្នកកាន់តែខ្លាំងជាងមុនហើយគេថែមទាំងចាប់អារម្មណ៍អំពីតម្រូវការរបស់អ្នកកាន់តែខ្លាំងជាងមុនទៀតផងប្រសិនបើអ្នកជាបុរសមួយអាទិត្យបន្ទាប់ពីនេះចូលសាកល្បងរៀនធ្វើជាអ្នកស្ដាប់ពេលនាងចាប់ផ្ដើមនិយាយអ្នកត្រូវតាំងចិត្តស្ដាប់នៅអ្វីដែលនាងនិយាយត្រូវតែទប់មាត់ខ្លួនឯងឲ្យជាប់កុំនិយាយអ្វីឲ្យសោះនោះអ្នកនឹងមានការភ្ញាក់ផ្អើលពេលដែលឃើញថានាងស្រឡាញ់អ្នកកាន់តែខ្លាំងជាងមុន